ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំរត់រះពីព្រឹកបន្តិចហើយគឺបងស្រីម្ចាស់សម្អាងទេដាស់តាំងពីព្រឹកតែម្ដងអាមនុស្សកំពុងតែដេកលក់ស្រួលបងប្អូនទាំងអស់គ្នាដល់ពេលគាត់ទេទៅគាត់ថាដល់ម៉ោងថតមុខរោងហើយអញ្ចឹងទៅខ្ញុំក៏រត់រះរូតមកតាំងពីព្រឹកតែម្ដងហើយខ្ញុំជាងថតនេះវិញក៏មិនបងអង្គយូក៏ដើរតាមផ្លូវកាត់តែម្ដងព្រោះថាសម្អាងគាត់គឺនៅក្បែរផ្ទះខ្ញុំដែរអញ្ចឹងណាដើរប្រហែលជាដី10-20 ម៉ែត្រហ្នឹងគឺដល់ហើយព្រោះនៅក្បែរគ្នាអញ្ចឹងហើយវីដេអូហ្នឹងដែរខ្ញុំក៏មកនិយាយពីសម្អាងគាត់បន្តិចខ្ញុំមកណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ពីសម្អាងគាត់អញ្ចឹងណាសម្រាប់សម្អាងគាត់ដែរគឺឈ្មោះចន្ទធាប្រាសាទមាសអញ្ចឹងណាបងប្អូនទាំងអស់គ្នាគឺគាត់នៅផ្សារកោះចន្លោះហ្នឹងនៅពីខាងកើតផ្សារកោះចន្លោះបន្តិចបើសិនជាបងប្អូនមកពីភ្នំពេញបងប្អូននឹងឃើញផ្លាកយីហោនៅពីខាងស្ដាំដៃដាក់ឈ្មោះចន្ទធាប្រាសាទមាសអញ្ចឹងណាហើយបើសិនជាមកពីខេត្តកពតហួសផ្សារកោះចន្លោះយើងបន្តិចហ្នឹងនឹងឃើញផ្លាកហ្នឹងហើយបើសិនជាបងប្អូនចង់ដឹងពីព័ត៌មានបន្ថែមអីបងប្អូនអាចឆាតមកតាមเพจខ្ញុំនឹងមកឬមួយក៏តាក់ទងតាមលេខទូរស័ព្ទអី Telegram អីក៏បានដែរចាំខ្ញុំដាក់លេខខ្ញុំខាងក្រោមអញ្ចឹងណាហើយខ្ញុំនិយាយនេះគឺខ្ញុំមិនមែនណែនាំបងប្អូនទាំងអស់គ្នាឲ្យមករកសម្អាងដែលថាថ្លៃណាគឺសម្អាងគាត់មានទៅតាមកញ្ចប់មានទៅតាមតម្លៃអញ្ចឹងណាបើសិនជាបងប្អូនចង់បានសម្អាងដែលមានកញ្ចប់តម្លៃគួរសមអីបងប្អូនអាចមករកកន្លែងគាត់មកហើយកន្លែងគាត់ក៏មានទៅតាមកញ្ចប់សម្រាប់ឲ្យបងប្អូនជ្រើសរើសធ្វើតាមកម្មវិធីអញ្ចឹងណាដូចជាជាប់ពាក្យឬមួយក៏ធ្វើអីផ្សេងអញ្ចឹងនោះបងប្អូនអាចមករើសមើលបានហើយបើនិយាយពីផ្នែកខាងថតរូបវិញគឺក្រុមខ្ញុំគឺក្រុមបងមនីថតរូបហ្នឹងហើយនេះគាត់ក៏រៀបចំម៉ាស៊ីនដើម្បីធ្វើតេស្តដើម្បីត្រៀមទៅប្រយុទ្ធអញ្ចឹងទៅណាហើយបើនិយាយចំទៅក្រុមខ្ញុំនេះក៏មិនមែនជាអ្នកល្បីអីទេបងប្អូនអើយតែសូមឲ្យបងប្អូនជួយ support ខ្ញុំផងដោយសារខ្ញុំទៅតែប្រឡូកនៅក្នុងពិភពគុណមួយនេះអញ្ចឹងណាអញ្ចឹងទៅបងប្អូនជួយ support ផងហើយបើសិនជាការនិយាយស្ដីរបស់ខ្ញុំនេះមានកំហុសលើសលប់នៅចំណុចកន្លែងណាមួយនេះសូមកុំប្រកាន់ខ្ញុំអីព្រោះខ្ញុំទៅតែក្មេងជំនាន់ក្រោយអញ្ចឹងណាហើយសូមសិស្សបងជំនាន់មុនអីកុំប្រកាន់អីដោយសារខ្ញុំទៅតែប្រឡូកចឹងទៅអត់ទាន់ដឹងថាសខ្មៅវាយ៉ាងម៉េចទេសូមបងប្អូនអធិស្ឋានខ្ញុំផងហើយបើសិនជារៀមច្បងឬមួយក៏សិស្សច្បងអីចង់បញ្ចេញមតិនៅក្នុងវីដេអូនេះបានព្រោះខ្ញុំបើកចំហឲ្យអញ្ចឹងណាអាចណែនាំខ្ញុំតាម comment នេះបានអញ្ចឹងបើសិនជាខ្ញុំមានកំហុសចំណុចណាមួយអញ្ចឹងទៅហើយជាចុងក្រោយនេះដែរខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានគាំទ្រខ្ញុំពីមុនមកហើយក៏ដូចជាឥឡូវហ្នឹងអីខ្ញុំអរគុណខ្លាំងមែនទែនដែលបានជួយ support ខ្ញុំតាំងពីមុនមកហើយជម្រាបលាបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយបាយ